ពីប្រជាជននៅក្នុងសារសម្លេងនាងរាត្រីថ្ងៃទី15ខែមេសាឆ្នាំ2026ឆ្លើយតបជាមួយការលើកឡើងទាំងរងើរបស់លោកសេងសារីសម្ដេចតេជោហ៊ុនសែនបានថ្លែងដូចនេះថាសូមផ្ដាំញើឲ្យពួកដែលមិនស្គាល់ជាតិរបស់ខ្លួននោះតែនៅតែបន្តលួចនាំទំនិញពីថៃចូលមកកម្ពុជានេះខុបខិតគ្នានេះតើខ្លាចបាបទេត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋគួរតែបញ្ឈប់ទៅឥឡូវទាន់ថ្ងៃវិរៈឡើងស័ក្តិនៃបុណ្យចូលឆ្នាំនេះនាំគ្នាបញ្ឈប់ទៅសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាសូមកុំសង្ឃឹមទៅលើការបើកច្រកព្រំដែនកម្ពុជាថៃហើយសូមឲ្យអ្នកទាំងឡាយណាដែលនាំទំនិញថៃចូលកម្ពុជាសូមបញ្ឈប់ជាបន្ទាន់កម្ពុជាមានទំនិញគ្រប់គ្រាន់ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនហើយមិនចាំបាច់មានទំនិញមកពីប្រទេសដែលគេរឹតបន្តឹងកម្ពុជានិងមានគេលួចរត់ពន្ធទំនិញចូលកម្ពុជាចឹងទេសូមសហការខាងកម្ពុជាទប់ស្កាត់កម្ពុជាខាងថៃទប់ស្កាត់ខាងថៃដើម្បីកុំឲ្យទំនិញទៅមកបានហើយកម្ពុជាមានឱកាសផលិតទំនិញផ្ទាល់ខ្លួនដើម្បីនាំចូលក្នុងទីផ្សារសម្ដេចតេជោហ៊ុនសែនបានបន្ថែមថាអ្នកប្រើប្រាស់គប្បីប្រើប្រាស់ទំនិញក្នុងស្រុកឬទំនិញមកពីប្រទេសផ្សេងជាជាងប្រើប្រាស់ទំនិញមកពីប្រទេសថៃនិយាយដូចនេះមិនផ្ទុយនឹងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកនោះទេក៏ប៉ុន្តែវាជាជំរឿនរបស់ប្រជាជនកម្ពុជាហើយមានតែប្រជាជនកម្ពុជាទេដែលជាអ្នកមានសិទ្ធិសម្រេចថាគួរប្រើទំនិញរបស់អ្នកណាបើមានអ្នកនាំចូលច្រើនប៉ុណ្ណាក៏ដោយបើគ្មានអ្នកទិញក៏គ្មានអ្នកលក់ដែរហើយបើគ្មានអ្នកទិញក៏គ្មានអ្នករត់ពន្ធយកមកដែរ